រដ្ឋាភិបាលបារាំងបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាក៏ត្រឹមរយៈពេល30ឆ្នាំចុងក្រោយរដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD បានផ្ដល់ហិរញ្ញប្បទានសរុបប្រមាណ888លានអឺរ៉ូដល់កម្ពុជាដែលផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហើយក៏ប្រចាំឆ្នាំបារាំងអនុទានសម្បទានប្រចាំឆ្នាំចន្លោះពី100ទៅ120លានអឺរ៉ូសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍនិងស្ដារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិជំងឺ Covid-19 របាយការណ៍ស្ដីពីការចូលរួមអភិវឌ្ឍកម្ពុជាត្រូវបានបង្ហាញក្នុងកិច្ចពិភាក្សារវាងលោកឧបនាយករដ្ឋមន្ត្រីអូន ពាន់មនីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកជៀន Pierre Maxely នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ The Agency Franchise the Development AFD ថ្មីប្រចាំតំបន់អាស៊ីអាគ្នេយ៍អមដំណើរដោយលោកស្រី Sandrine Bouchard នាយក AFD ថ្មីប្រចាំកម្ពុជាកាលពីថ្ងៃទី20ខែកញ្ញាឆ្នាំ2022លោកអូន ពាន់មនីរដ្ឋបានលើកឡើងថាក្រោមការដឹកនាំរបស់លោកជៀន Pierre Maxely និងលោកស្រី Sandrine Bouchard កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជានិង AFD នឹងត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរហើយនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កានាំមកជួបលោកអ្នកដោយគម្រោងកោះកុង City ជាគម្រោងផ្ទះអាជីវកម្មកណ្ដាលក្រុងកោះកុងចាប់បើកលក់ហើយចម្ងាយត្រឹមតែ100ម៉ែត្រពីផ្សារដងតុងទីរួមខេត្តតែប៉ុណ្ណោះងាយស្រួលទិញដើម្បីប្រកបអាជីវកម្មនិងវិនិយោគចំណេញទំនាក់ទំនងលេខទូរស័ព្ទលោកបានថ្លែងថា AFD បានចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជាតាមរយៈការផ្ដល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជានិងផ្ដល់ហិរញ្ញប្បទានដល់វិស័យឯកជនជាក់ស្ដែងក្នុងរយៈពេល30ឆ្នាំចុងក្រោយនេះតាមរយៈ AFD សាធារណរដ្ឋបារាំងបានផ្ដល់ហិរញ្ញប្បទានសរុបប្រមាណ888លានអឺរ៉ូដល់កម្ពុជាក្នុងនោះមានអនុទានសម្បទានចំនួន533លានអឺរ៉ូនិងហិរញ្ញប្បទានឥតសំណងចំនួន173លានអឺរ៉ូដែលផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវជនបទធារាសាស្ត្រកសិកម្មទឹកស្អាតអគ្គិសនីអប់រំនិងសុខាភិបាលលោកបានថ្លែងបន្តថាហិរញ្ញប្បទានសហប្រតិបត្តិការនេះបានឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍនិងទាន់ពេលវេលាស្របតាមកម្មវិធីនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសបានអនុលោមទៅលើនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិយុទ្ធសាស្ត្រចតុកោណយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈក្របខ័ណ្ឌយុទ្ធសាស្ត្រកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយនឹងជំងឺ Covid-19 តាមកន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ2021ដល់2023និងកម្មវិធីវិនិយោគសាធារណៈ3ឆ្នាំរំកិល2022ដល់2024ជាដើមភ្ជាប់ជាមួយគ្នានេះលោកអូន ពាន់មនីរដ្ឋបានបញ្ជាក់ថាទោះបីកម្ពុជាទទួលបាននូវជោគជ័យធំធេងនៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺ Covid-19 ដើម្បីការពារអាយុជីវិតនិងលំនឹងជីវភាពប្រជាជនហើយបានបើកប្រទេសនៅលើគ្រប់វិស័យដើម្បីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្តីប៉ុន្តែការមកដល់នៃវិបត្តិជំងឺបន្តបន្ទាប់ទៀតដូចជាការកើនឡើងខ្ពស់នៃអត្រាអតិផរណាអត្រាការប្រាក់និងការថមថយសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍន៍និងប្រទេសចិននិងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនព្រមទាំងបញ្ហាភូមិសាស្ត្រនយោបាយក្នុងតំបន់និងអន្តរជាតិបាននឹងកំពុងបង្កផលប៉ះពាល់វិជ្ជមានដល់កិច្ចដំណើរការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជាក៏ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកទាំងមូលលោកបានថ្លែងបន្តថាចំពោះមុខរាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការធ្វើកំណែទម្រង់រចនាសម្ព័ន្ធដែលផ្ដោតលើវិស័យអាទិភាពនានាដូចជា Logistics ថាមពលជំនាញ Digital សហគ្រាសធុនតូចនិងមធ្យមនិងកិច្ចសម្រួលពាណិជ្ជកម្មព្រមទាំងការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ចដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចការទ្រទ្រង់កំណើននិងការលើកកម្ពស់ភាពប្រកួតប្រជែងព្រមទាំងការជំរុញការនាំចេញទាំងក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីក៏ដូចជាទាំងក្នុងនិន្នាការនៃការផ្លាស់ទីតាំងវិនិយោគ Investment Relocation នៅក្នុងតំបន់ផងដែរលោកជៀន Pierre Maxely បានថ្លែងថារដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់បានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងទទួលបានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងបរិយាកាសដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺ Covid-19 និងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនលោកជៀន Pierre Maxely បានបន្តថារាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 យ៉ាងមានប្រសិទ្ធភាពចាប់ផ្ដើមបើកប្រទេសនិងសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សហើយលោកបានបញ្ជាក់ផងដែរថា AFD នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដោយសន្យាបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជាឲ្យស្របទៅនឹងបរិយាកាសបច្ចុប្បន្នអាស៊ាន Property នឹងនាំព័ត៌មានអចលនទ្រព្យជំវិញតំបន់អាស៊ានទៅកាន់អស់លោកអ្នក